អ្នកទាំងអស់គ្នាមកមុខនេះគឺមឹកបំពងខ្ទឹមសអ្នកទាំងអស់គ្នារកមើលមឹកណាដែលស្រស់ៗមកហើយបើទិញបានពងដូចខ្ញុំចេះទៀតកាន់តែល្អបន្ទាប់មកអ្នកទាំងអស់គ្នាលាងសម្អាតវាឲ្យស្អាតទៅហើយដាក់ចំហុយរយៈពេល5ទៅ10នាទីចុងសិនបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចយកវាទៅបំពងបានហើយពេលដែលខ្លាញ់ក្តៅអ្នកទាំងអស់គ្នាដាក់ម្សៅពោតយើងចូលតិចទៅចាំដាក់មឹកតាមក្រោយអ្នកទាំងអស់គ្នាបំពងវារហូតដល់ឡើងក្រហមដូចខ្ញុំចេះមកណាដោយសារតែមឹកមានជាតិប្រៃឡំហើយអញ្ចឹងខ្ញុំអត់មានប្រើគ្រឿងទេសអីទាំងអស់អ្នកទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំរសជាតិដិតអ្នកទាំងអស់គ្នាអាចរោយថែមស្ករនិងម្សៅស៊ុបបានមិនអញ្ចឹងទេអ្នកទាំងអស់គ្នាអាចជ្រលក់ជាមួយនឹងទឹកត្រីបុកខាងក្រៅក៏បានដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកធ្វើញ៉ាំបានណារសជាតិឆ្ងាញ់ហើយពេលចម្អិនអត់ផ្ទុះខ្លាញ់ត្រូវខ្លួនទេអ្នកទាំងអស់គ្នា桃一颗一颗树上挂，我们俩偎依在树下，我闭上眼睛让它轻